So 67%, so we're going to be charging a discounted reciprocal tariff of 34%. ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃពុធបានប្រកាសដាក់ពន្ធលើទំនិញនាំចូលពីប្រទេសនានាចូលទៅសហរដ្ឋអាមេរិកដែលក្នុងនោះក៏មានកម្ពុជាផងដែរក្នុងទំហំចាប់ពីតិចបំផុត 10% ដល់ទៅ 49% ការដំឡើងពន្ធបន្ថែមនេះកំពុងធ្វើឲ្យស្ថានភាពសង្គ្រាមពាណិជ្ជកម្មកាន់តែអាក្រក់គំរាមកំហែងដល់អត្រាអតិផរណានិងបង្អាក់ដល់កំណើនសេដ្ឋកិច្ចសកលនៅក្នុងចំណោមប្រទេសទាំងអស់នោះកម្ពុជាត្រូវអាមេរិកដំឡើងពន្ធនាំចូលដល់ទៅ 49% ជាចំនួនមួយខ្ពស់ជាងគេបើធៀបនឹងប្រទេសតំបន់អាស៊ានផ្សេងទៀតបន្ទាប់មកប្រទេសវៀតណាមរងអត្រាពន្ធក្រោមកម្ពុជាបន្តិចក្នុងអត្រា 46% ថៃ 36% ឥណ្ឌូនេស៊ី 32% ម៉ាឡេស៊ី 24% និងសិង្ហបុរី 10% ដោយឡែកប្រទេសចិនដែលជាដៃគូប្រជែងចម្បងរបស់លោកដូណាល់ត្រាំក៏រងការដំឡើងពន្ធបន្ថែម 34% ផងដែរដែលនាំឲ្យពន្ធសរុបរបស់អាមេរិកដាក់ទៅលើចិនកើនដល់ 54% ខណៈលោកត្រាំធ្លាប់ដំឡើងពន្ធទៅលើទីក្រុងប៉េកាំង 20% ស្រាប់ទៅហើយមិនត្រឹមតែគូប្រជែងនោះទេសូម្បីតែសម្ព័ន្ធមិត្តរបស់លោកក៏សង្កត់ពន្ធក្នុងចំនួនគួរឲ្យភ្ញាក់ផ្អើលផងដែរក្នុងនោះសហភាពអឺរ៉ុបត្រូវបានដំឡើងពន្ធ 20% ជប៉ុន 24%កូរ៉េខាងត្បូង 25% ឥណ្ឌា 26% និងកោះតៃវ៉ាន់ 36% ការដំឡើងពន្ធទាំងអស់នេះនឹងមានប្រសិទ្ធភាពចូលជាធរមានចាប់ពីថ្ងៃទី9 ខែមេសាភ្លាមក្រោយដំណឹងនេះប្រទេសជាច្រើនបានចេញមុខមកប្រតិកម្មចម្រុះខណៈឯសេតវិទូក៏ព្រមានដែរថារនាំងពន្ធគយថ្មីនេះអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថយចុះបង្កើនហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនិងបង្កើនចំណាយថ្លៃរស់នៅសម្រាប់ក្រុមគ្រួសារដែលមានជីវភាពកម្រិតមធ្យមប្រទេសចិននៅថ្ងៃប្រហ័សបានចេញមុខប្រតិកម្មភ្លាមដោយជំរុញអាមេរិកឲ្យលុបចោលការដំឡើងពន្ធទៅលើទំនិញរបស់ខ្លួនហើយបានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន